បងប្អូនណាដែលចូលចិត្តញ៉ាំណែមហើយចង់ដឹងពីវិធីធ្វើដោយខ្លួនឯងអាចមើលក្នុងវីដេអូនេះបានសម្រាប់ការធ្វើណែមហ្នឹងគឺអត់មានអីពិបាកច្រើនទេហើយសម្រាប់ណែមហ្នឹងយើងទុកតែមួយយប់គឺជូរបានញ៉ាំហើយចំពោះរសជាតិរបស់គេហ្នឹងគឺថាមកជូរឆ្ងាញ់ល្មមញ៉ាំហ្មងណាហើយបើនិយាយពីគ្រឿងផ្សំវិញក៏អត់មានអីច្រើនដែរជាដំបូងយើងមានជាត្រីរ៉ស់ឬក៏មានថែមជាត្រីស្លាតកោសក៏បានដែរបន្ទាប់មកយើងមានជាខ្ទឹមសរំដេងម្ទេសខ្មាំងអំបិលបន្តិចប៊ីចេងស្ករហើយនិងម្សៅស៊ុបបន្តិចមកព្រោះត្រីដែលខ្ញុំយកមកប្រើជាដំបូងហ្នឹងគឺជាប្រភេទត្រីរ៉ស់មកក្បាលហ្នឹងគឺវាមានទម្ងន់6ខាំប៉ុន្តែ6ខាំហ្នឹងគឺយើងគិតទាំងក្បាលគិតទាំងអីអញ្ចឹងណាបងប្អូននៅពេលដែលយើងផ្លេសយកតែសាច់វាអស់ទៅគឺនៅសល់តែ3ខាំទេហើយចំពោះត្រីហ្នឹងបងប្អូនរើសយកត្រីណាដែលស្រស់ល្អមកបានយើងធ្វើឆ្ងាញ់ជាដំបូងយើងវះយកឆ្អឹងតំណងខ្នងឬក៏កន្លែងណាដែលមានជាប់ស្បែកជាប់ខ្លាញ់អីចឹងណាគឺយើងវះវាចេញឲ្យអស់មកហើយបើសិនជាបងប្អូនខ្លាចថានឹងមានឆ្អឹងអញ្ចឹងយើងយកដៃយើងស្ទាបទៅបើសិនជាកន្លែងណាមានឆ្អឹងមានអីអញ្ចឹងយើងយកវាចេញឲ្យអស់មកនេះទៅចំពោះត្រីហ្នឹងគឺយើងផ្លះយកតែសាច់សុទ្ធហ្មងណាកន្លែងណាមានឆ្អឹងមានស្បែកមានខ្លាញ់អីគឺអត់យកទេយើងវះវាចេញតល់តែស្អាតហ្មងបន្ទាប់មកត្រីហ្នឹងគឺខ្ញុំយកវាមកហាន់ជាកង់តូចអញ្ចឹងដើម្បីយើងងាយស្រួលយកទៅកិនហើយចំពោះត្រីគឺខ្ញុំមានថែមជាមួយត្រីស្លាតមកខាំទៀតអញ្ចឹងណាបន្ទាប់មករំដេងហ្នឹងយើងប្រើម្ដុំប្រហែលជាប៉ិនកដៃយើងហាន់វាជាចំណិតស្ដើងអញ្ចឹងមកដើម្បីយើងងាយស្រួលយកទៅបុកចំពោះរំដេងហ្នឹងបងប្អូនជិះវាកុំកិនព្រោះកាលណាយើងកិនវាម៉ត់ដែរតែវារបៀបដុំអញ្ចឹងណាយើងញ៉ាំទៅវារាងស្កាតអញ្ចឹងទៅបន្ទាប់ពីបុករំដេងម៉ត់ហើយខ្ញុំបន្ថែមខ្ទឹមសអំបិល8កំពឹសទៀតបុកលាយជាមួយគ្នាអញ្ចឹងណាបើសិនជាយើងដាក់វាដំបូងជាមួយគ្នាហ្មងគឺអត់ម៉ត់ទេអញ្ចឹងតតែយើងបុករំដេងឲ្យបានម៉ត់ល្អសិនចាំយើងថែមខ្ទឹមតាមក្រោយយើងបុកវាតែមកម៉ត់ល្មមប៉ុណ្ណឹងទុកវាសិនមកហើយមុននឹងយើងកិនសាច់ត្រីគឺខ្ញុំកិនម្ទេសមុនអញ្ចឹងណាព្រោះខ្ញុំចង់ឲ្យក្នុងសាច់ណែមហ្នឹងវាមានរសជាតិហឹរក្នុងនឹងដែរព្រោះថាម្ទេសបើសិនជាយើងបុកទៅគឺវានៅដុំរាងធំអញ្ចឹងណាតតែយើងកិនអញ្ចឹងមកបានវាម៉ត់ល្អបន្ទាប់ពីយើងកិនរួចរាល់យើងដួសទឹកម្ដុំសិនមកបន្ទាប់មកម៉ាស៊ីនកិនតដែរហ្នឹងខ្ញុំកិនសាច់ត្រីរ៉ស់មុនណាបងប្អូនព្រោះអីសាច់ត្រីស្លាតហ្នឹងគឺគេកោសម៉ត់ស្រាប់ទៅអញ្ចឹងយើងកិនត្រីរ៉ស់មុនគេមកចំពោះការកិនសាច់ត្រីហ្នឹងវារាងតឹងអញ្ចឹងណាអញ្ចឹងហើយយើងកិនប្រឡែងទៅដើម្បីកុំឲ្យម៉ាស៊ីនរបស់យើងហ្នឹងវាតឹងខ្លាំងពេកបន្ទាប់មកខ្ញុំបន្ថែមអំបិលចំនួន2ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុបកន្លះស្លាបព្រាបាយហើយនិងស្ករហ្នឹងគឺមានចំនួន1ស្លាបព្រាបាយហើយបាទខ្ញុំបន្ថែមសាច់ត្រីស្លាតចូលអញ្ចឹងណាចំពោះសាច់ត្រីសរុបទាំងអស់ហ្នឹងគឺវាមានចំនួន4ខាំមកបងប្អូនត្រីរ៉ស់3ខាំអាហ្នឹងគិតសាច់សុទ្ធហ្មងឯងហើយត្រីស្លាតហ្នឹង1ខាំទៀតសរុបទៅគឺ4ខាំសាច់សុទ្ធហ្នឹងហ្មងបន្ទាប់ពីយើងកិនសាច់ត្រីចូលគ្នាម៉ត់មកល្មមហើយបាទខ្ញុំបន្ថែមជាមួយរំដេងហើយនិងខ្ទឹមដែលយើងបានបុកឲ្យម៉ត់ស្រាប់ហ្នឹងហើយបាទយើងដាក់ម្ទេសដែលយើងកិនហើយហ្នឹងដាក់ចូលជាមួយគ្នាហើយយើងក្លុកវាម្ដងទៀតដើម្បីសាច់ត្រីរបស់យើងហ្នឹងវាកាន់តែស្អិតចូលគ្នាល្អអញ្ចឹងណាព្រោះតែកាលណាវាអត់ស្អិតទេសាច់ណែមរបស់យើងហ្នឹងគឺវារាងផុយអញ្ចឹងទៅយើងកិនតតែវាស្អិតខ្លាំងមែនតើណាយើងដកស្នូក៏ចង់ចេញដែរបងប្អូនហើយចុងក្រោយយើងបន្ថែមជាមួយនឹងម្ទេសអាចសាត់មកគ្រាប់ក្នុងនឹងមកដើម្បីពេលយើងញ៉ាំទៅគឺវាប៉ះម្ទេសមកគ្រាប់អញ្ចឹងណាអានឹងស្រេចលើបងប្អូនទេបើអត់ចង់ដាក់ក៏អត់អីដែរបន្ទាប់ពីយើងក្លុកសាច់ត្រីជាមួយគ្រឿងម្ទេសអីរួចរាល់ហើយខ្ញុំខ្ចប់វាដាក់ចូលក្នុងប្រអប់អញ្ចឹងណាព្រោះអីខ្ញុំអត់ខ្ចប់ដាក់ថង់តូចទេបងប្អូនវារាងយូរពិបាកអញ្ចឹងណាមួយយើងធ្វើញ៉ាំខ្លួនឯងផងខ្ជិលខ្ចប់អីញ៉ៃច្រើនអញ្ចឹងទៅយើងដួសសាច់ត្រីដែលយើងបានក្លុកនឹងដាក់ចូលក្នុងកតោហើយយើងសកត់វាឲ្យហាប់មែនតើណាបងប្អូនកុំឲ្យវានៅមានប្រឡោះបាតខាងក្រោមអញ្ចឹងទៅសកត់វាឲ្យស្មើគ្នាល្អហើយយើងគ្របវាទុកហើយខ្ញុំបានយកស្គុតមករុំមកតង់ទៀតអញ្ចឹងណាដើម្បីឲ្យវាឆាប់ជូរព្រោះតែកាលណាយើងរុំវាច្រើនតង់អញ្ចឹងទៅវាធ្វើឲ្យសាច់ត្រីខាងក្នុងនោះវារាងក្តៅជាងមុនអញ្ចឹងហើយគឺវាឆាប់ជូរអញ្ចឹងណាហើយយើងអត់ទុកវាក្នុងទូទឹកកកទេគឺយើងទុកនៅក្នុងផ្ទះបាយធម្មតានឹងសម្រាប់រយៈពេលនៃការរក្សាទុកនឹងបងប្អូនបើចាំទុកដល់មួយថ្ងៃទេត្រឹមតែ8-10ម៉ោងឬក៏20ម៉ោងអីហ្នឹងយើងយកវាមកភ្លក់មើលមកព្រោះអីមួយរយៈហ្នឹងគឺថាអាកាសធាតុក្តៅមែនតើអញ្ចឹងហើយបើសិនជាយើងទុកវារៀងយូរបន្តិចវាអាចនឹងជូរជ្រុលពិបាកញ៉ាំអញ្ចឹងណាតែកាលណាវាជូរវាឡើងទៅជាស្អិតរៀងតែអញ្ចឹងទៅហើយចំពោះណែមត្រីដែលខ្ញុំបានធ្វើហ្នឹងគឺខ្ញុំទុកបានតែ20ម៉ោងឯណាបងប្អូនខ្ញុំយកមកភ្លក់មើលទៅឃើញថាវាជូរល្មមញ៉ាំហើយអញ្ចឹងហើយខ្ញុំយកវាមកកាត់ញ៉ាំអញ្ចឹងណាហើយចំពោះណែមហ្នឹងបើសិនជាយើងញ៉ាំអត់អស់ទេបងប្អូនទុកនៅក្នុងទូទឹកកកណាយើងទុកញ៉ាំបាន3-4ថ្ងៃតទៀតអញ្ចឹងទៅហើយចំពោះណែមហ្នឹងបើសិនជាបងប្អូនមានស្លឹកកតួតយើងអាចញ៉ាំផ្ទាប់ជាមួយស្លឹកកតួតអញ្ចឹងណាប៉ុន្តែបើសិនជាអត់មានទេអាចផ្ទាប់ជាមួយខ្ទឹមជ្រក់ហើយនិងម្ទេសជ្រក់ធានាដឹងតែត្រូវជាតិគ្នាហ្មងហ្នឹងហើយបងប្អូននេះគឺណែមសាច់ត្រីរបស់ខ្ញុំគឺថាបានជូរណានេះខ្ញុំទុកតែមួយយប់ពេលនិយាយទៅតែមួយយប់ហ្នឹងជូរបានញ៉ាំហើយបើសិនជាបងប្អូនទុកលើសពីហ្នឹងវាអាចនឹងជូរខ្លាំងអញ្ចឹងណាអញ្ចឹងបងប្អូនទុកតែមួយយប់យើងយកភ្លក់ទៅជួនកាលទៅអត់ដល់មួយយប់ផងវាជូរឲ្យបងប្អូនដោយសាររដូវកាលនេះគឺក្តៅអញ្ចឹងហើយឆាប់ជូរមែនតើទុកទៅ8-10ម៉ោងឬក៏20ម៉ោងអីហ្នឹងបងប្អូនយកភ្លក់ឯណាព្រោះតែកាលណាវាជូរជ្រុលវារៀងស្អិតអញ្ចឹងណាបងប្អូន
ការពីមុនដែលខ្ញុំធ្លាប់ធ្វើណែមសាច់ត្រីស្បែកជ្រូកហ្នឹងមានបងប្អូនធ្លាប់សួរដែរថាធ្វើទៅមិនបានឡើងស្អិតរៀងតែអញ្ចឹងណាអាហ្នឹងវាជូរជ្រុលបងប្អូននិយាយទៅដល់កំណត់វាជូរជ្រុលហើយគឺតែស្អិតហើយរៀងជូរខ្លាំងអញ្ចឹងណាហើយនេះគឺមួយថ្ងៃបងប្អូនមួយថ្ងៃគឺខ្ញុំយកមកភ្លក់អីឥឡូវចង់ដឹងថារសជាតិរបស់គេនឹងមិនដែរអញ្ចឹងណានេះគឺមកជូរល្មមញ៉ាំហ្មងបងប្អូននិយាយទៅណែមសាច់ត្រីនេះគឺមកយប់ទេបងប្អូនមកយប់ហ្នឹងគឺជូរល្មមញ៉ាំមកឆ្ងាញ់ហើយបើសិនជាបងប្អូនណារៀងញើតអាចយកទៅអាំងឬក៏ចៀនក៏បានដែរហ្នឹងអាស្រ័យលើយើងថាអត់ហ៊ានញ៉ាំត្រីឆៅអីចឹងណាតាមពិតទៅអត់ទេបងប្អូនណែមតែបងប្អូនធ្លាប់ទិញគេញ៉ាំគេលក់អីហ្នឹងគឺត្រីឆៅហ្នឹងបងប្អូនអត់មានឆ្អិនទេបើឆ្អិនរបៀបសង្វាក់វិញសង្វាក់គឺគេយកទៅអាំងអញ្ចឹងណាប៉ុន្តែបើប្រភេទណែមគឺឆៅនឹងបងប្អូនហើយមួយទៀតសម្រាប់ណែមហ្នឹងបើសិនជាបងប្អូនណាមានស្លឹកកតួតយើងញ៉ាំផ្ទាប់ជាមួយស្លឹកកតួតទៅប៉ុន្តែបើអត់មានទេនេះបងប្អូនញ៉ាំជាមួយខ្ទឹមជ្រក់ឬក៏ម្ទេសជ្រក់គឺថាត្រូវជាតិគ្នាឆ្ងាញ់សាហាវហ្មងណាខ្ញុំចូលចិត្តមែនតើញ៉ាំណែមជាមួយខ្ទឹមជ្រក់យើងញ៉ាំទៅអត់មានអារម្មណ៍ថាញើតហើយវាជួយបង្កើនរសជាតិណែមរបស់យើងនឹងគឺឲ្យកាន់តែឆ្ងាញ់ថែមទៀតអញ្ចឹងណាញ៉ាំចូលគ្នាឆ្ងាញ់ណាស់បងប្អូនហើយជូញ៉ាំជាមួយនេះគឺត្រូវជាតិគ្នាមកហើយសម្រាប់ណែមរបស់យើងហ្នឹងបើសិនជាញ៉ាំសបងប្អូនទុកក្នុងប្រអប់ក៏បានច្រកថង់ក៏បានអីក៏បានដែរយើងបិទគ្របវាចិត្តឬក៏ចងថង់វាចិត្តទៅដាក់ក្នុងទូទឹកកកកន្លែងត្រជាក់ធម្មតាទៅដើម្បីយើងទុកញ៉ាំតទៀតអញ្ចឹងណានេះបងប្អូនយើងទុកអញ្ចឹងទៅទុកក្នុងទូទឹកកកកន្លែងត្រជាក់ធម្មតាអញ្ចឹងណាអាចទុកញ៉ាំបាន3ថ្ងៃ4ថ្ងៃទៀតអញ្ចឹងទៅហើយសម្រាប់វីដេអូនៃការធ្វើណែមរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ